បាទចកិច្ចចាប់ដើមខ្ញុំសូមជម្រាបសួរលោកគ្រូហើយនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើការបទបង្ហាញប្រធានបទមួយគឺទាក់ទងទៅនឹង Learning Management System ដែលបង្រៀនដោយលោកគ្រូមានកំឡុងដែលត្រូវនៅមុខវិជ្ជា Web Development 1ចំពោះសមាជិកក្រុមរបស់ខ្ញុំបាទមាន3នាក់ខ្ញុំបាទឈ្មោះសាឧសាអ្នកសម្បត្តិហើយនិង Maximal ចំពោះមេតិកាដែលយើងនឹងត្រូវបត់បង្ហាញគឺមាន6ចំណុចទី1គឺសក្តិផ្ដើមនិងគោលបំណងទី2គឺទ្រឹស្ដីដែលពាក់ព័ន្ធនឹងការបង្កើតប្រព័ន្ធនឹងមានអីគេខ្លះមានដូចជា PHP ឬក៏ Laravel HTML React អីជាដើមហើយទី3ហ្នឹងគឺទាក់ទងនឹងការរចនាសម្ព័ន្ធនិងរចនាសម្ព័ន្ធទិន្នន័យទាក់ទងនឹង analyze នៅ database របស់យើងហើយទី4ហ្នឹងគឺការអនុវត្តនៅមុខងារសំខាន់ដូចជា feature អីជាដើមហើយចំពោះទី5គឺបង្ហាញនៅផលិតផលឬក៏ហៅថាគម្រោងគេហៅថាបង្ហាញនៅ demo បច្ចេករបស់យើងហ្នឹងហើយទី6ហ្នឹងគឺសេចក្តីសន្និដ្ឋានចំពោះចំណុចបន្តខ្ញុំឲ្យសមាជិកក្រុមរបស់ខ្ញុំបាទគាត់បកស្រាយបន្តចុះជម្រាបសួរលោកគ្រូខ្ញុំបាទឈ្មោះមេតសៀវមើលសូមធ្វើការបទបង្ហាញបន្តពីប្រធានក្រុមសាឧស្សាហ៍នៅចំណុចទី1សេចក្តីផ្ដើមនិងគោលបំណង 1.1 លំនាំដើមនៃគម្រោងនៅក្នុងយុគសម័យបច្ចេកវិទ្យា Digital និងបដិវត្តន៍ឧស្សាហកម្ម 4.0 វិស័យអប់រំបានឈានដល់ចំណុចរបបថ្មីមួយការសិក្សាបែបបុរាណដែលតម្រូវឲ្យសិស្សនិងគ្រូជួបគ្នាផ្ទាល់នៅក្នុងថ្នាក់រៀនជួបប្រទះនៅបញ្ហាប្រឈមជាច្រើនដូចជាកម្រិតនៃពេលវេលាចម្ងាយផ្លូវនិងការរៀបចំនិងការចំណាយខ្ពស់លើសម្ភារៈផ្សេងៗដែលមើលឃើញពីតម្រូវការនេះគម្រោងប្រព័ន្ធគ្រប់គ្រងសិក្សាអនឡាញ LMS ត្រូវបានបង្កើតនៅក្នុងគោលបំណងបំផ្លាញចំណេះដឹងឲ្យទៅជាមាតិកា Digital ដែលអាចផ្ដល់ជូនសិស្សានុសិស្សបានយ៉ាងធំទូលាយគេហទំព័រនេះដើរតួជាផ្សារចំណេះដឹងដែលអនុញ្ញាតឲ្យគ្រូបង្ហោះមេរៀនជាវីដេអូនិងអនុញ្ញាតឲ្យសិស្សចូលរៀនបានដោយសេរីបាន 1.2 បញ្ហាដែលត្រូវដោះស្រាយ Problem Statement មុននឹងបង្កើតប្រព័ន្ធនេះយើងបានសង្កេតឃើញបញ្ហាសំខាន់មួយចំនួនកម្រិតភូមិសាស្ត្រសិក្សានៅតំបន់ដាច់ស្រយាលមិនអាចទទួលបានការអប់រំមានគុណភាពពីគ្រូល្បីៗការគ្រប់គ្រងទិន្នន័យការរក្សាទុកព័ត៌មានមេរៀននិងវីដេអូមានភាពរញ៉េរញ៉ៃបើមានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ប្រតិបត្តិការហិរញ្ញវត្ថុការបង់ប្រាក់ថ្លៃសិក្សាតាមបែបសាច់ប្រាក់សិទ្ធិមានភាពយឺតយ៉ាវនិងពិបាកត្រួតពិនិត្យរបាយការណ៍ចំណូល 1.3 គោលបំណងនៃគម្រោងគោលបំណងចម្បងនៃគម្រោងនេះគឺចង់បង្កើតប្រព័ន្ធមួយដែលមានលក្ខណៈស្វ័យប្រវត្តិទំនើបនិងមានប្រសិទ្ធភាពផ្ដល់ភាពងាយស្រួលអនុញ្ញាតឲ្យសិស្សរៀនបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែងតាមរយៈឧបករណ៍អេឡិចត្រូនិកផ្សេងៗស្វ័យប្រតិបត្តិកម្មនិងការលក់បង្កើតប្រព័ន្ធទិញនិងការទូទាត់ប្រាក់តាមអនឡាញពង្រីកទីផ្សារចំណេះដឹងជួយឲ្យគ្រូបង្រៀនអាចពង្រីកវិសាលភាពការបង្រៀនរបស់ខ្លួនទៅកាន់សិស្សរាប់ម៉ឺននាក់ក្នុងពេលតែមួយការបកស្រាយរបស់ខ្ញុំបានបញ្ចប់ត្រឹមនេះសូមអរគុណបាទជម្រាបថាសូមជម្រាបសួរលោកគ្រូនិងមិត្តដំណើរក្រុមទាំងអស់គ្នាថ្ងៃនេះខ្ញុំឡើងមកបកស្រាយបន្តពី Simmel បាទចំណុចរបស់ខ្ញុំនិយាយពីច្បាប់និងគោលបំណង Introduction និង Objective 1.4 វិសាលភាពគ្រប់គ្រងគម្រោងប្រព័ន្ធគ្រប់គ្រងការសិក្សាតាមរយៈអ៊ីនធឺណិតឬក៏គេហៅថា education LMS ហ្នឹងតាមរៀនតាម system ហ្នឹងគឺត្រូវបានទី3មួយគឺសិស្សគឺប្រព័ន្ធរបស់យើងហ្នឹងគឺប្រងការចូលឈ្មោះចូលប្រើប្រាស់និងផ្ដល់ព័ត៌មានគ្រប់គ្រងព័ត៌មានតខ្លួនផងដែរបាទនឹងខ្ញុំតទៀតគឺការគ្រប់គ្រងអ្នកសិក្សាបាទឬក៏ហៅថា category សម្រាប់ការសិក្សាទិញវគ្គ card check out ទស្សនាវីដេអូ
ចំពោះតាមចំពោះមេរៀននឹងទីមេរៀនផងដែរបាទនៅចំពោះគ្រប់គ្រងនៅព័ត៌មានរបស់សិស្សរបស់ user របស់យើងចូលស្លាយបន្តទៀតគឺទី2គឺចំណុចគ្រូបង្រៀន instructor ម្ដងការគ្រប់គ្រងវគ្គសិក្សាបង្កើតការកែសម្រួលវគ្គសិក្សា accomplishment ចំពោះបង្កើតចំពោះមេរៀនហើយនឹងបញ្ចូលវីដេអូបាទនេះការងាររបស់គ្រូបង្រៀនការគ្រប់គ្រងការលក់បង្កើតការបញ្ចុះតម្លៃមានថា discount management ហើយនឹងមាន dashboard របស់គ្រូណាហើយតាមដានរបាយការណ៍លើ dashboard បាទអូខេហើយយើងអាចមើលសិស្សគាត់ឈ្មោះទិញវគ្គខុសណាគឺគ្រូគាត់អាចមើលឃើញបាទសូមទៅ slide តទៀតគឺគ្រប់គ្រងនៃ admin panel នេះមានដូចជាវគ្គដូចជាកម្រិតឬក៏ rule support admin ណាអញ្ចឹងប្រព័ន្ធគ្រប់គ្រងខ្លួនប្រាស់គ្រប់គ្រងទាំងគ្រូគ្រប់គ្រងទាំងសិស្សណាហើយអនុញ្ញាតជាអ្នក approve នៃវគ្គសិក្សាក៏ជាអ្នកថា approve គាត់គឺមានតែ support admin ទេដែលមាន permission មានសិទ្ធិក្នុងការ approve ទាំងគ្រូទាំងសិស្សណាហើយកំណត់រចនាសម្ព័ន្ធរៀបចំ category block ការកំណត់ចេតទេសដូចជា mail setting spring pay gateway និង Google setting ដើម្បីការរួមពិនិត្យមើលសកម្មភាពទូទៅនៅគេហទំព័រចំណូលហើយនេះគឺមានដូចជា rule support មានតែគាត់មានសិទ្ធិគ្រប់គ្រងគ្រប់ទាំងអស់តែម្ដងបាទហើយខ្ញុំសូមបញ្ចប់ slide របស់ខ្ញុំបកស្រាយប៉ុណ្ណឹងហើយខ្ញុំសូមឲ្យប្រធានក្រុមបាទលោកសាវសាបបកស្រាយតបសូមអរគុណខ្ញុំសូមបន្តពីបងសម្បត្តិចំណុចទី2គឺទាក់ទងនឹងទ្រឹស្ដីដែលពាក់ព័ន្ធនឹងការបង្កើតប្រព័ន្ធនៅក្នុងការបង្កើតប្រព័ន្ធនៃការអភិវឌ្ឍ learning management system នេះគឺជ្រើសរើសយកវិធីសាស្ត្រវិភាគពាក់ព័ន្ធទៅនឹងការបច្ចេកវិទ្យាទំនើបធានាថានៅកសាងប្រព័ន្ធដែលមានភាពរឹងមាំប្រសិទ្ធភាពហើយនឹងពង្រីកបាននៅថ្ងៃអនាគតទ្រឹស្ដីនឹងកម្មវិធីដែលពាក់ព័ន្ធរួមមានគឺ Analyze website Analyze Laravel MySQL PHP VS Code GitHub Composer HTML ហើយចំពោះ back end យើងយកជា Laravel ហើយ front end យើងយក HTML CSS ហើយចំពោះយើងផ្ទុកកូដគឺយើងផ្ទុកនៅ GitHub ចំពោះទី3គឺរចនាសម្ព័ន្ធនិងរចនាសម្ព័ន្ធតន័យ system design database ទៅនឹង design នៅ database យើងហើយ 3.1 គឺរចនាការងាររបស់ user flow design ប្រព័ន្ធ LMS ដំណើរការទំនាក់ទំនងរវាងតួអង្គសំខាន់ដែលថារវាងសំខាន់3គឺទី1គឺ admin flow admin គឺជាអ្នកកំណត់រចនាសម្ព័ន្ធនិងត្រួតពិនិត្យset up infrastructure បង្កើតដូចថា category និង sub category សម្រាប់ឲ្យគ្រូជ្រើសរើសនៅមេរៀនហ្នឹងmediation ទទួលព័ត៌មានថ្មីៗគឺថានៅពេលដែលគ្រូមួយរៀនហ្នឹងគាត់ផុសមេរៀនមកគេថាគាត់ add មេរៀនមកអញ្ចឹង admin មានតួនាទីដូចថា approve គេថាបើសិនតែគាត់ណា approve ឬក៏ reject បើថា approve យើងនឹងដាក់0នៅលើ website របស់យើងបើថាបើសិនតែគាត់ reject អញ្ចឹងន័យថាអត់អាចសូទៅលើ website មកទេមួយទៀតគឺទាក់ទងនឹង infrastructure flow គឺថាគ្រូបរិញ្ញានឹងគ្រូបរិញ្ញាមានដើរតួនាទីសំខាន់ទាក់ទងនឹងបង្កើតនៅវគ្គសិក្សាដូចជារៀបចំនៅចំពុក section បង្ហោះវីដេអូឬក៏មួយទៀតគឺ marketing គឺថាបង្កើតបានបញ្ចុះតម្លៃ coupon ដើម្បីជំរុញនៃការលក់ហើយចំពោះ 3.1 គឺការរចនាការងាររបស់អ្នកប្រើប្រាស់តហ្នឹងចំពោះទី3គឺទាក់ទងទៅនឹង student flow សិស្សគឺជាអ្នកប្រើប្រាស់មាតិកាដំណើរការដូចខាងក្រោមន័យថាសិស្សនឹងស្វែងយល់មេរៀនដែលខ្លួនចាប់អារម្មណ៍ហ្នឹងដូចជាប្រើខុស wishlist etiquette ចំពោះ wishlist គឺសិស្សអាចទទួលទុកមេរៀនប៉ុន្តែមិនទាន់ចង់ទិញភ្លាមៗទេដែលទុកនៅក្នុងបញ្ជីរដ្ឋាត្រង់ចំណុចនេះខ្ញុំចង់បញ្ជាក់ថានៅពេលដែលយើងចូល website អញ្ចឹងគាត់អត់ទាន់មានលុយទិញទេអញ្ចឹងគាត់អាចចុចកន្លែង wishlist ឬហៅថាឲ្យវីដេអូហ្នឹងដើម្បីចូលនៅក្នុងបញ្ជីរបស់យើងអញ្ចឹងយើងអាចទិញទៅពេលក្រោយបានហ្នឹងដូចជារក្សាទុក
របស់យើងនឹងហើយចំពោះ educate ហ្នឹងគឺន័យថាបញ្ចូលមេរៀននៅក្នុងកន្ត្រកដើម្បីត្រៀមទូទាត់ន័យថានៅពេលដែលយើងចុច educate ហើយអញ្ចឹងបន្ទាប់មកទៀតយើងចូលទៅកន្លែង check out ហើយយើងអាច pagement ចំពោះ 3G2 នេះគឺទាក់ទងនឹងរចនាសម្ព័ន្ធ database ទាក់ទង database design ហ្នឹងឥឡូវខ្ញុំសូមទៅចូលកន្លែង website ដែលខ្ញុំបាន design ត្រង់នេះគឺខ្ញុំបាន design ន័យថាតំណែងតំណងគ្នានេះគឺន័យថា category តំណែងតំណងជាមួយនឹងអ្នកខុសហើយ category តំណែងតំណងមួយ sub category ហើយ sub category ហ្នឹងវាមានតំណែងតំណងជាមួយនឹងខុសដែរហើយចំពោះuser បើ user វាមានតំណែងតំណងទី1គឺវាមានតំណែងតំណងជាមួយនឹង wishlist ទាក់ទងនឹងការឲ្យវាដូង user ហ្នឹងហើយវាមានតំណែងតំណងជាមួយនឹង card ដែរនៅពេលដែល user ហ្នឹង add to cart វាមានតំណែងតំណង add to cart ហើយនឹង wishlist ហើយមួយទៀតគឺទាក់ទងទៅនឹងផ្នែក order ន័យថាuser ហ្នឹងគាត់បាន order ហើយ user ហ្នឹងវាមានតំណែងមួយខុសដែរនៅពេលដែលទិញខុសវាមានតំណែងមួយខុសដែរហើយមួយទៀតគឺទាក់ទងទៅនឹងកន្លែង order វាមានតំណែងជាមួយនឹង compound ទាក់ទងនឹងការបញ្ចុះតម្លៃវាទាក់ទងទៅនឹង pagement អីជាដើមហើយមួយទៀតគឺទាក់ទងទៅនឹងខ្ញុំចង់យល់ពីខុសគឺតំណែងតំណងជាមួយនឹងទី1គឺទាក់ទងមួយ wishlist ទី2តំណែងតំណងជាមួយនឹង user ទី3ទៅជាមួយ sub category និងមួយទៀតគឺតំណែងតំណងជាមួយនឹង category ខុសវាមានតំណែងតំណងមួយខុស goal អីជាដើមខុស section អីជាដើមហើយខុស section ហ្នឹងវាមានតំណែងតំណងមួយខុស lecture ទៀតចំពោះ diagram ខ្ញុំបញ្យល់ប៉ុណ្ណឹងហើយចំណុចបន្ទាប់ខ្ញុំបញ្យល់តាក់ទងទៅនឹងចំណុចបន្ទាប់គឺ4ទាក់ទងនឹងការអនុវត្តមួយងារសំខាន់ឬ implementation core feature 4.1 គឺទាក់ទងទៅនឹងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពទិន្នន័យ authentication អាហ្នឹងទាក់ទងនឹងនៅក្នុង Laravel គេហៅថា out ពាក្យបច្ចេកទេសរបស់គេ out ន័យថា out ហ្នឹងមានថាទាក់ទងទៅនឹងការចូល security របស់គេសិទ្ធិបណ្ណាអញ្ចឹងនៅក្នុងគម្រោងនេះគឺយើងបានប្រើប្រាស់នៅ Laravel framework ដើម្បីរៀបចំប្រព័ន្ធសុវត្ថិភាពនិងការរៀបចំរបស់អ្នកប្រើប្រាស់ដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់ចំពោះទី1មានប្រសិទ្ធភាពខ្ពស់អញ្ចឹងខ្ញុំសូមបញ្យល់ទាក់ទងនឹងរូបភាពនឹងហ្មងន័យថានៅពេលដែលទី1គឺទាក់ទងទៅនឹងខ្ញុំបញ្យល់ពីstudent ន័យថា student ហ្នឹងន័យថាចេះstudent ហ្នឹងមុនដំបូងមានថា student ហ្នឹងគាត់មុនដំបូងគេបង្អស់គឺគាត់ login ន័យថាគាត់ login ន័យថាគាត់ login ហ្នឹងតាមរយៈអីគេតាមរយៈGoogle ឬក៏ Gmail password ន័យថាបន្ទាប់មកវាឆែកនៅ rule ឆែកនៅ middleware ហ្នឹងឆែកនៅ middleware ហ្នឹងបើថាត្រឹមត្រូវវាចូលនៅកន្លែង page បើថាចូល dashboard បើថានៅពេលដែលចូលខុសអញ្ចឹងវា error ចូលមក home page វិញឧទាហរណ៍ថា infrastructure Kubernetes ហ្នឹងមានន័យថាក៏ដូចគ្នាដែរមានន័យថាមុនដំបូងវា authentication ទាំងមានន័យថាវាចូលក្នុងកន្លែង authentication ហើយវា check ថាអូនេះឯងហ្នឹងមានតួនាទីប៉ុណ្ណាstudent Kubernetes មានន័យថាសិស្ស Kubernetes ក៏អ្នកគ្រប់គ្រងហ្នឹងវាឆែកថា outចំពោះ 4.2 គឺមុខងារគ្រប់គ្រងវគ្គសិក្សានិងមាតិកាវីដេអូនេះគឺជាមុខងារ Snow សម្រាប់នៅគ្រូបង្រៀនគ្រប់គ្រងនៅចំណេះដឹងឬក៏ការបង្ហោះនៅមាតិកាមេរៀនហ្នឹង 1.1 គឺរចនាសម្ព័ន្ធការងារច្រើនអញ្ចឹងយើងរៀបចំ logic នៃតន្ន័យមានភាពបត់បែននិងអនុញ្ញាតឲ្យគ្រូបង្រៀនរៀបចំមេរៀនតាមលំដាប់លំដោយតកតងនឹង cost setup ហ្នឹងគឺគ្រូកំណត់ព័ត៌មានទូទៅដូចជាចំណងជើងតម្លៃឬក៏ប្រភេទ category ហើយយើងអាចបង្កើតជាចម្ពោះមេរៀនបែងចែកជាមាតិកាតូចមានថាមាតិកាធំហើយវាមានតូចក្នុងហ្នឹងទៀតហើយយើងអាចបញ្ចូលវីដេអូមេរៀនដូចជា call lecture ចម្ពោះនីមួយៗអញ្ចឹងឲ្យសិក្សាកាន់តែច្បាស់លាស់
ចំពោះ4.2មុខងារសម្រាប់គ្រប់គ្រងនៅវគ្គសិក្សានិងមេតិកាវីដេអូអញ្ចឹងដល់ពេលចូលដល់ចំណុចទី2គឺបង្ហាញគ្រប់គ្រងវីដេអូមានថាធានានៅការបត់ពិសោធន៍ល្អបំផុតនៅ user ដូចជាវីដេអូសោះអីជាដើមទិញវីដេអូ URL YouTube upload ឯកសារវីដេអូដោយផ្ទាល់ទៅលើ server 3គឺសម្រាប់គ្រប់គ្រងនៅគោលដៅមេរៀនប្រព័ន្ធអនុញ្ញាតឲ្យគ្រូបញ្ចូលនៅគោលដៅនៃមេរៀននេះគឺជា culture Google ដើម្បីឲ្យសិស្សហ្នឹងដឹងមុនថាពួកគេនឹងចង់បានចំណេះដឹងពីអីខ្លះមានថានៅពេលដែល user ឬក៏សិស្សហ្នឹងចូលដល់ភ្លាមគាត់ចង់បានចូលទៅ detail គាត់ចង់បានអីគេគាត់ចង់ចេះអីគេចង់ចេះមេរៀន Flutter ឬក៏ចង់ចេះមេរៀន PHP Laravel អីជាដើមអញ្ចឹងណាចំពោះចំណុចនេះគឺតកតងនឹងប្រព័ន្ធទិញលក់ការទាត់ប្រាក់តាមឬហៅថា e-commerce ឬក៏ហៅថា stream payment ហ្នឹងអញ្ចឹងខ្ញុំបញ្ចូលតកតងទៅនេះខ្ញុំបញ្ចូលតកតងនឹងនៅពេលដែល user ហ្នឹងគាត់បានadd to cart មានថាគាត់បាន add to cart ហ្នឹងដល់ពេល add to cart គាត់ចូលមានថា add to cart ហ្នឹងវាអាចចូលទៅនឹងក្នុង table របស់យើងចូលក្នុង table របស់យើងមានថាដល់ពេលមុនពុកគេ add ហើយវាចូល table ហើយវាចូល alert មកប្រាប់យើងមានថាវាចូលនៅក្នុង back end វា back end យើងចុច add to cart ហើយវាចូលនៅក្នុង cart table ហើយវាបង្ហាញបណ្ដោះអាសន្នឲ្យយើងត្រង់ចំណុចនេះគឺតកតងទៅនឹងការទូទាត់ប្រាក់តាម Sprint payment ហ្នឹងចំពោះ payment ហ្នឹងគឺតកតងនឹងអន្តរជាតិដើម្បីយើងប្រើប្រាស់ Sprint យើង API ដែលមានអន្តរជាតិដែលមានស្តង់ដារអន្តរជាតិហ្នឹងវាមានជា source transition ព័ត៌មានដែលការពារនឹងសុវត្ថិភាព authentication workflow ដែលប្រតិបត្តិការប្រព័ន្ធបញ្ចូលទៅនៅក្នុងតារាង payment order ដែលស្វ័យប្រវត្តិអញ្ចឹងមានន័យថាចេះនៅពេលដែល customer ហ្នឹងគាត់ check out ដល់ពេលគាត់ check out ហើយវាចូលកន្លែង credit card អញ្ចឹងចូល credit card ហើយគាត់ pay តាម Sprint ហើយមានថាគាត់ credit តាម Sprint អញ្ចឹងដល់ពេលគាត់pay តាម Sprint ហើយគាត់ success ពេលគាត់ success ហើយតំណែងហ្នឹងចូលនៅក្នុង dashboard ហ្នឹងវាមាន dashboard order ហើយនិង payment table ត្រង់ចំណុច 4.4 ហ្នឹងគឺជាផ្ទាំងគ្រប់គ្រងកំណត់ប្រព័ន្ធចំពោះមួយគឺការវិភាគតន័យឆ្លាតវៃមានន័យថាបង្ហាញតន័យជា graphic ដើម្បីយល់ថាលក់ឬក៏ order ចំណូលអតិថិជនប្រមាណណាហើយជួយឲ្យ admin វាតម្លៃអាជីវកម្មភ្លាមតាមរយៈ database របស់យើងហើយចំពោះទី2គឺការកំណត់ដោយមិនអាចប្រើកូដ dynamic ត្រង់ចំណុចនេះគឺមានន័យថានៅពេលដែលយើងចង់ឧទាហរណ៍ថាយើងចង់កែប្រែនៅ logo ឬក៏ព័ត៌មានបណ្ដាញសង្គមដូចជា dashboard slideshow ជាដើមអញ្ចឹងយើងអត់បាច់ពិបាកទៅយកអត់បាក់ទៅកែនឹងកូដទេដូចជា slide bar logo អីជាដើមហ្នឹងយើងដាក់ជា dynamic ដើម្បីងាយស្រួលគ្រប់គ្រងហើយទី3ហ្នឹងគឺទាក់ទងនឹងសុវត្ថិភាពចំពោះកន្លែងសុវត្ថិភាពហ្នឹងគឺ rule protection ហ្នឹងមានន័យថាមានតែគណនី admin ប៉ុណ្ណោះដែលអាចចូលប្រើប្រាស់ការពារ Windows វាមានន័យថាចេះឧទាហរណ៍នេះ admin នេះគឺទាក់ទងទៅនឹងអានេះគឺទាក់ទងទៅនឹងគ្រូបរិញ្ញានេះទាក់ទងនឹងខុសឧទាហរណ៍ថាចេះadmin ហ្នឹងគាត់មានសិទ្ធិគ្រប់គ្រងនៅខុសគាត់មានសិទ្ធិគ្រប់គ្រងនៅខុសហើយមានសិទ្ធិគ្រប់គ្រងគ្រូបរិញ្ញាដែរមានន័យថានៅពេលដែលគ្រូបរិញ្ញាហ្នឹងគាត់បានបង្កើតមេរៀនមកវាចូលនៅក្នុងdashboard របស់ admin ន័យថា admin ហ្នឹងអាចថា approve ឬក៏ reject បើ reject ន័យថាអត់បង្ហាញនៅលើ website ទេបើ approve បង្ហាញនៅលើ website ហើយមានសិទ្ធិចំពោះ admin មានសិទ្ធិបិទឬក៏បើកគ្រូបរិញ្ញាដែរឲ្យមានសិទ្ធិចូលចំពោះចំណុចទី5ហ្នឹងគឺទាក់ទងទៅនឹងការ demo នៅ project ចំពោះសេចក្តីសន្និដ្ឋាន 6.1 គឺទាក់ទងទៅនឹងការវេតម្លៃនិងផលសម្រេចបានបន្ទាប់ពីឆ្លងកាត់ការវិភាគនិងការអភិវឌ្ឍមកគម្រោងប្រព័ន្ធគ្រប់គ្រងការសិក្សាប្រព័ន្ធ LMS ហ្នឹងបានសម្រេចនៅលទ្ធផលគោលបំណងចម្បងដែលបានកំណត់ប្រព័ន្ធនេះបានក្លាយជាវេទិកាដ៏សំខាន់ដ៏មានប្រសិទ្ធភាពសម្រាប់ការទិញលក់ហើយនឹងចំណេះដឹងធានាបាននៅចំណុចសំខាន់ៗដូចជាងាយស្រួលក្នុងការជឿមេរៀន
ហើយសិស្សអាចស្វែងរកមេរៀនហើយដែលខ្លួនពេញចិត្ត24ម៉ោងតាមរយៈអនឡាញការចូលរៀនដោយគ្មានដែនកំណត់បន្ទាប់ពីការទិញដោយជោគជ័យមានសិទ្ធិចូលមើលមេរៀនប្រព័ន្ធគ្រប់គ្រងចំនួនដែលមានឲ្យគ្រូបង្រៀនគ្រប់គ្រងមានភាពពេញលេញនៅក្នុងការរៀបចំមាតិកាវីដេអូ direct document ត្រួតចំណូលដែលបានច្បាស់លាស់ចំពោះបញ្ហាប្រឈមដែលចំណុចដែលខ្វះខាតទោះបីជា Snow ត្រូវបានបញ្ចប់ក៏ដោយប៉ុន្តែដោយសារកត្តាពេលវេលានិងវិសាលភាពនៃគម្រោងរបស់យើងមានចំណុចខ្វះខាតមួយចំនួនដែលមិនទាន់បានបញ្ចូលទាក់ទងនឹងវត្តមានទាក់ទងនឹងវត្តមាននិងផ្ដោតទៅលើតម្រូវការមេរៀនដូច្នេះមុខងារកំណត់មិនទាន់ច្បាស់លាស់ឬក៏រំលឹកម៉ោងសិក្សាដូចជា quiz assignment ជាដើមដោយសារតែបច្ចេករបស់ខ្ញុំបានគឺចង់ផ្ដោតសំខាន់តែទៅលើការទិញលក់ទៅលើវគ្គសិក្សាទេអត់បានផ្ដោតសំខាន់ទៅលើ attendance អីទេអញ្ចឹងមានចំណុចខ្វះខាតមួយចំនួនដែលខ្វះខាតអញ្ចឹងដោយសារតែកត្តាពេលវេលាហើយដោយសារតែខ្ញុំចង់ផ្ដោតសំខាន់ទៅលើតែការទិញលក់នៅវគ្គសិក្សាតែប៉ុណ្ណឹងចំពោះទស្សនវិស័យនៃការអភិវឌ្ឍនៅថ្ងៃអនាគតហ្នឹងដើម្បីឲ្យប្រព័ន្ធហ្នឹងឲ្យមានតែកាន់តែមានភាពលក្ខណៈគ្រប់ជ្រុងជ្រោយយើងត្រូវមានន័យថាអភិវឌ្ឍបន្ថែមនៅដូចជាការវិតម្លៃមុខងារលំហាត់ពិហោដូចជា quiz assignment នៃជាដើមដូចជាការវិភាគអីជាដើមវិក័យតេតងសញ្ញាបត្រ certificate ចំពោះក្រុមរបស់ខ្ញុំបាទគឺមានតែប៉ុណ្ណេះបើសិនជាលោកគ្រូឬក៏សិស្សច្បងមានចម្ងល់អីអាចសួរបានសូមអរគុណ